សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានវីដេអូមួយចង់ឲ្យបងប្អូនធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបាទបងប្អូនឥឡូវគឺមានឡានមួយមកចុះមកបេតូបាទគឺអត់ទាន់ឃើញមានមនុស្សចុះមកទេបាទនឹងថាគេមកទិញអីឬក៏យ៉ាងម៉េចទេបងប្អូនបាទឥឡូវគឺឃើញមានមនុស្ស2នាក់ចុះមកហើយបងប្អូនឥឡូវគឺប្រើទៅទិញអីវ៉ាន់បាទគេទិញអីវ៉ាន់ខ្លះក៏ហុចលុយហុចអីឲ្យចឹងទៅបាទចុះមកម្នាក់ទៀតហើយបាទបងប្អូនមកម្នាក់ទៀតដើរវារតាមមុខគឺក្មេងមួយក្រុមនេះបាទចុះមកពីលើឡានបាទបងប្អូនហើយបាទឥឡូវគឺចុះមកពី3 4 5នាក់ហើយបងប្អូនខ្លះក៏មកទិញខ្លះក៏អត់ទិញទេឈរចាំមើលយើងមើលអីវ៉ាន់ហ្នឹងក្នុងធ្វើមិនទេបងប្អូនចាំមើលអូគ្នាបាទនេះក៏ប្រើទៅជួយអីវ៉ាន់ក្នុងអញ្ចឹងទៅបាទទៅយកអីវ៉ាន់ខាងក្នុងបាទឥឡូវមួយនេះគឺវាហ៊ានណាបងប្អូនវាហ៊ានយកអីវ៉ាន់យើងបងប្អូនហើយឥឡូវក៏ហុចខាងក្រោយយកដាក់ក្នុងអាវបាទបងប្អូនយកដាក់ក្នុងអាវហើយវាដើរចេញទៅបាទបងប្អូនមិនអានេះខូចណាបងប្អូនសូមប្រុងចាត់អស់គ្នាបាទសូមបងប្អូនជួយសៀមម្នាក់មួយបងប្អូនសូមអរគុណវីដេអូខាងពុសាត់